ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានអញ្ជើញធ្វើដំណើរទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យមួយចំនួននៅក្នុងខេត្តជាងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនរយៈពេល4ថ្ងៃតបតាមការអញ្ជើញរបស់លោកយ៉ុងម៉ៃយិនដែលជាអនុប្រធានមន្ទីរពេទ្យខេត្តជាងស៊ូនិងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឯកឧត្តមលេងផាលីរដ្ឋលេខាធិការនៃក្រសួងផែនការនិងជាសមាជិកគណៈចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីចំនួន14រូបធ្វើទស្សនកិច្ចសិក្សាទៅកាន់មន្ទីរពេទ្យមួយចំនួននៅក្នុងខេត្តជាងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី27ដល់ថ្ងៃទី30ខែមេសានៃឆ្នាំ2025ដើម្បីស្វែងយល់ការងារទូទៅនៅក្នុងការអភិវឌ្ឍនិងកិច្ចការដំណើរការផ្ដល់សេវាបានល្អជូនដល់ប្រជាពលរដ្ឋឯកឧត្តមលេងផាលីបានថ្លែងប្រាប់ BTV នៅថ្ងៃទី10ខែឧសភាឆ្នាំ2025ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅក្នុងខេត្តជាងស៊ូនៃសាធារណរដ្ឋប្រជាមានិតចិនថាក្រុមគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនៅថ្ងៃទី27ខែឧសភាឆ្នាំ2025ថ្ងៃទី1គឺបានទទួលស្វាគមន៍ដោយលោកចាន់និងបាននាំទៅទស្សនាទីក្រុងបុរាណមួយជាស្រុកកំណើតរបស់លោកកុងហ្វូជាអតីតបញ្ញវន្តតែម្នាក់គត់នៅក្នុងខេត្តជាងស៊ូពីសម័យដើមដែលមានកំណត់ថាប្រទេសចិនត្រូវតែមានចំណេះដឹងទាំងអស់គ្នានិងបានបង្រៀនដល់ប្រជាជនចិនទូទៅហើយបានណែនាំឲ្យប្រជាជនចិនទាំងអស់ចេះស្រឡាញ់គ្នាទៅវិញទៅមកនិងចេះជួយគ្នាទៅវិញទៅមកនាវេលាព្រឹកថ្ងៃទី28ខែមេសាឆ្នាំ2025ក្រុមគណៈប្រតិភូនៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យប្រជាជនដែលជាមន្ទីរពេទ្យដ៏ធំជាងគេនៅក្នុងខេត្តជាងស៊ូនិងមានឈ្មោះល្បីល្បាញទូទាំងខេត្តនិងទូទាំងប្រទេសចិនទាំងមូលដោយទទួលស្វាគមន៍ពីគណៈប្រតិភូនៃខេត្តជាងស៊ូដែលដឹកនាំដោយលោកប៉ៅយុនដែលជាអនុប្រធានមន្ទីរសុខាភិបាលខេត្តជាងស៊ូលោកលីយូប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសលោកវ៉ាន់ពិនហួយដែលជាអនុប្រធានផ្នែកទំនាក់ទំនងអាស៊ីអឺរ៉ុបនិងលោកស្រីលីយុនដែលជាប្រធានមន្ទីរពេទ្យប្រជាជនខេត្តជាងស៊ូក្នុងនោះលោកស្រីយិនយ៉ុងម៉ៃអនុប្រធានមន្ទីរពេទ្យប្រជាជននៃភាគីចិនបានធ្វើបទបង្ហាញត្រួសអំពីស្ថានភាពនិងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរពេទ្យដែលជាមន្ទីរពេទ្យធំនិងល្បីល្បាញជាងគេនៅក្នុងខេត្តជាងស៊ូដែលមានបុគ្គលិកពេទ្យសរុបចំនួន 7,000 នាក់និងបុគ្គលិកកិច្ចសន្យាព្រមទាំងជំនួយការផ្សេងៗទៀតជាង 3,000 នាក់សរុបរួមជាង 10,000 នាក់និងបានទទួលអ្នកជំងឺចូលព្យាបាលខ្ទង់ 25,000 នាក់ក្នុងមួយថ្ងៃចំណែកឯលោកជំទាវហងលីណាអនុប្រធានប្រតិបត្តិនិងជាអនុប្រធានគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីក៏បានធ្វើបទបង្ហាញមួយស្ដីពីប្រវត្តិនៃការកកើតគោលបំណងនៃការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីនិងបេសកកម្មនៅក្នុងរយៈពេល13ឆ្នាំកន្លងមកនិងទិសដៅបន្តទៅថ្ងៃមុខព្រមទាំងសេចក្តីថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្ដល់ឱកាសឲ្យក្រុមការងារគឺបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីបទពិសោធន៍ដែលមន្ទីរពេទ្យទទួលបានជោគជ័យកន្លងមកដោយឡែកនៅវេលាព្រឹកថ្ងៃទី29ខែមេសាឆ្នាំ2025គណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីអមដំណើរដោយលោកលីលីឆាវទៅកាន់សាកលវិទ្យាល័យវិទ្យាសាស្ត្រណានជីងដែលស្ថិតនៅក្នុងស្រុកជាងលីននៃដំណាក់របស់ព្រះពុទ្ធនៅលើកំពូលភ្នំណានជីងនូសោសានដែលមានទេសភាពយ៉ាងប្រណិតក្នុងការតាក់ទាញភ្ញៀវទេសចរនៅក្នុងស្រុកក៏ដូចជាក្រៅស្រុកនោះសរុបសេចក្តីទៅគណៈប្រតិភូក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីបានពិនិត្យឃើញថាប្រព័ន្ធសុខាភិបាលនៅក្នុងខេត្តជាងស៊ូពិតជាល្អណាស់ជាចុងក្រោយនោះភាគីចិនក៏បានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការបន្តទៀតរវាងប្រទេសទាំងពីរសូមបញ្ជាក់ថាក្នុងរយៈពេល13ឆ្នាំគិតពីថ្ងៃទី2ធ្នូឆ្នាំ2012ដល់ថ្ងៃទី22ខែមេសាឆ្នាំ2025ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ាណីមានសមាជិកសមាជិកាចំនួន 27,000 នាក់ដែលមាន28សាខាក្នុងនោះមានចំនួន25រាជធានីខេត្តសាខានិងសាកលវិទ្យាល័យចំនួន3សាខាបានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតកណនាក្នុងការចូលរួមអប់រំផ្សព្វផ្សាយចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបណ្ដុះបណ្ដាលវគ្គសង្គ្រោះបឋមយកសំណាក់រោគវីរុស COVID-19 និងពិនិត្យព្យាបាលជំងឺជូនទៅដល់ប្រជាពលរដ្ឋដែលឥតគិតថ្លៃ
ក្នុង25រាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជាបានចំនួន2137លើកព្យាបាលជំងឺជូនទៅដល់ប្រជាពលរដ្ឋបានចំនួន13,322,953 នាក់គិតត្រឹមថ្ងៃទី22ខែមេសាឆ្នាំ2025ច្រើនជាងចំនួន3/4នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន17,577,760 នាក់ធៀបនឹងឆ្នាំ2025បើគិតសេវាជាមធ្យមប្រជាពលរដ្ឋនៅក្នុងម្នាក់ចំណាយអស់$50សរុបត្រូវចំណាយទាំងអស់ប្រហែល$666,147,650 សហរដ្ឋអាមេរិក